ជំរាបសួរបងប្អូនទាំងគ្នានៅខាងក្រោយជំបាននេះគឺជា Ford Everest ដែលមានតម្លៃសមរម្យហើយពិសេសជាងគេត្រឹមតែ 49,900 ទេគឺជា model ថ្មីគឺ Everest Active បងប្អូនទាំងគ្នាអញ្ចឹងនេះជាបាទ Ford Everest Active ដែលមានតម្លៃត្រឹមតែ 49,900 ដុល្លារតែប៉ុណ្ណោះក្នុងការកក់កំងបាទសម្រាប់ model ថ្មីនេះអញ្ចឹងបងប្អូនឃើញថាមើលមកជុំជាមួយខ្ញុំបាទឃើញថារូបរាងគឺអត់ខុសពីបាទ Everest Platinum Everest Sport និង Everest Titanium ទេហើយជំរឿស Everest Active នេះបាទគឺសម្រាប់ជំរឿសដែលបងអត់ចង់ចំណាយច្រើនមានន័យថាម៉េចមានន័យថានេះគឺជារថយន្តដែលប្រើបាទម៉ាស៊ីន Mazut បាទ 2.0 Turbo ដែលអាចបង្កើនកម្លាំងសេះបានរហូតដល់170សេះកម្លាំងលមួលរហូតដល់405 Newton ប៉ុន្តែទៅលើប្រភេទនេះគឺយើងប្រើប្រអប់លេខ10លេខដូចគ្នាដោយប្រភេទ full option ដូចគ្នាប៉ុន្តែគ្រាន់តែយើងប្រើប៉ុងមួយកលេខាងក្រោយអញ្ចឹងបងប្អូនសាប់ច្បាស់គឺមិនមែនជាឡានដែលប្រើប៉ុង2ទេបាទគឺប៉ុងមួយប៉ុន្តែទៅលើបាទ option គឺថាការ design បណ្ណាបាទខ្មៅរលោងចង្គៀង LED មានdaytime running light ជា C-clamp បាទ sensor ខាងមុខ sensor ខាងក្រោយសុទ្ធទាំងអស់រហូតដល់8គ្រាប់បាទយ៉ាន់18អ៊ីងខ្មៅបាទជាប្រភេទប្រាំងគៀបទាំងមុខទាំងក្រោយកង់ប្រើបានរហូតដល់បាទគ្រប់ស្ថានភាពផ្លូវបាទតកតងជាមួយនឹងការ design បែបរាងខ្មៅបាទ body លើកង់នេះខ្មៅឈ្នាន់ខ្មៅកន្លែងចេញចំហែម៉ាស៊ីនខ្មៅកញ្ចក់ត្រឡប់មើលក្រោយខ្មៅបាទbody តាមកញ្ចក់ខ្មៅនិងដៃទ្វារខ្មៅបាទអញ្ចឹងឃើញថា design មករៀង sport ទាំងអស់តែម្ដងបាទសម្បីតែ stop ខាងក្រោយនេះក៏មើលទៅឃើញខ្មៅខ្លាំងដែរអញ្ចឹងតកតងជាមួយនឹងការ design គឺល្អខ្លាំងមែនតើបន្តទៅខាងក្នុងវិញតាំងពីដៃទ្វារតាំងពីបាទពុកស្បែកតាប់ឡូគឺខ្មៅបាទអញ្ចឹងឃើញថាពុកស្បែកបងប្អូនទាំងគ្នាយើងប្រើពុកស្បែកបាទគឺ3ជួរបាទ7កៅអី3ជួរនេះគឺពុកស្បែកទាំងអស់តែម្ដងបាទហើយយើងប្រើកៅអីចុចនៅខាងតកងទៀតមាន lumbar support ខ្នងបាទហើយតកតងជាមួយចង្កូតយើងប្រើប្រភេទចង្កូត EPAS អញ្ចឹងចង្កូត EPAS គឺជាប្រភេទចង្កូតភ្លើងដែលងាយស្រួលក្នុងការបើកបរបាទមានប្រព័ន្ធ cruise control បាទមានប្រព័ន្ធចាប់កន្លងផ្លូវមានប្រព័ន្ធចាប់ប្រាំងអូតូគឺមាននៅលើ Everest Active នេះទៀតបងប្អូនទាំងគ្នាបាទអេក្រង់មុខតកងជាប្រភេទបាទអេក្រង់instrument cluster ហ្នឹងគឺ digital បាទអេក្រង់កណ្ដាល12អ៊ីង Apple CarPlay Android Auto អត់ច្បាច់ដុតខ្សែទេសាកថ្ម wireless បាទម៉ាស៊ីនចាក់ឆ្វេងគិតស្ដាំហើយនឹងម៉ាស៊ីនចាក់ខាងក្រោយបាទ3ជួរទៀតបាទអញ្ចឹងតើតើជាមួយនឹងប្រអប់លេខយើងប្រើបានទាំងលេខដៃនិងលេខអូតូប្រាំងដៃ electronic បាទអញ្ចឹងឃើញថាបងប្អូនឃើញហើយថាអែមខ្លាំងមែនតែនសម្រាប់ជំរឿសបាទ Everest Active នេះបាទមកដល់បែកខាងក្រោយវិញក៏ធំទូលាយdesign ពណ៌ខ្មៅលក្ខណៈ sport ដូចឡានប្រណិតអញ្ចឹងបាទអញ្ចឹងខាងក្រោយនេះបាទខ្ញុំបើកក្លុបឲ្យបងប្អូនមើលបន្តិចបងប្អូនទាំងគ្នាបាទតាក់ទងជាមួយក្លុបក្រោយអត់អូតូទេបងប្អូនទាំងគ្នាហើយកៅអីជួរទី3នេះក៏ជាប្រភេទកៅអីដែលយើងអាចបត់បានរៀបស្មើបងប្អូនអត់ចង់បើកទេយើងបិទឲ្យទលាយដាក់វ៉ាន់តែបើចង់បើកយើងអាចបើកបានដែរយើងអាចបើកបានជាមួយនឹង space ធំទលាយអង្គុយបានមិនថាក្មេងចាស់បាទពេញវ័យគឺបានទាំងអស់ព្រោះប្រភេទនេះគឺ7កៅអីពេញបន្តតែបងអញ្ចឹងតើតងជាមួយនឹងបាទ Ford Everest Active ក៏យើងអាចឲ្យបងប្អូនមើលបានហើយនឹងទទួលកក់ពេលឥឡូវទៅហើយសម្រាប់តម្លៃ 49,900 អញ្ចឹងតើតងព័ត៌មានបន្ថែមអាចតើតងជាមួយខ្ញុំបានអរគុណច្រើនជួបគ្នាវីដេអូក្រោយ